ជំរាបសួរអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមចែករំលែកអ្នកទាំងអស់គ្នាទាក់ទងទៅនឹង conversation 6 talking about home តើយើងពិពណ៌នាអំពីផ្ទះយើងយ៉ាងដូចម្ដេចអំពីគ្រួសារយើងយ៉ាងដូចម្ដេចនៅក្នុងផ្ទះយើងឥឡូវនេះសូមអ្នកទាំងអស់គ្នាក្រឡេកមើល question 1 okay do you have a big family or a small family តើអ្នកមានគ្រួសារធំឬមួយក៏គ្រួសារតូចសំដៅថាគ្រួសារធំនឹងមានសមាជិកច្រើននៅក្នុងគ្រួសារយើងហើយគ្រួសារតូចហ្នឹងមានសមាជិកតិចនៅក្នុងគ្រួសារយើងណាបើយើងចាប់កំណត់ទៅចាប់ពី5អ្នកឡើងទៅគេហៅថាគ្រួសារធំបើសិនណាចាប់ពី5អ្នកចុះមកក្រោមគេហៅថាគ្រួសារតូចអញ្ចឹងបើសិនណាយើងមានគ្រួសារធំមានគ្រួសារធំ I have a big family ខ្ញុំមានគ្រួសារធំបើសិនណាយើងមានគ្រួសារតូច I have a small family alright ចំណុចកំហំដែលខ្ញុំ note នេះគឺមានន័យថាឲ្យយើងជ្រើសរើសយក big family or small family យកមកពេញអូខេយើងអាចជ្រើសរើសយកបានមួយណាក៏បានដែរអូខេ question 2 do you live in flat or villa or home rent តើអ្នករស់នៅផ្ទះល្វែងឬមួយ villa ឬមួយក៏ផ្ទះជួលបើសិនណាយើងរស់នៅផ្ទះល្វែងអូខេ I live in flat ខ្ញុំរស់នៅផ្ទះល្វែងបើសិនណាយើងរស់នៅ villa I live in villa ខ្ញុំរស់នៅផ្ទះ villa បើសិនណាយើងរស់នៅផ្ទះជួល I live in a home rent អូខេខ្ញុំរស់នៅផ្ទះជួលអាចចំណុចកំហំនេះយើងអាចជ្រើសរើសយកមកដាក់បានអូខេ and then question 3 how many rooms are there in your house គឺមានបន្ទប់ប្រមាណនៅក្នុងផ្ទះរបស់អ្នកអូខេយើងចាំយើង how many នេះសួររកចំនួនអ្វីមួយឃើញទេ how many brother and sister in your family តើមានបងប្អូនប្រមាណអ្នកនៅក្នុងគ្រួសារបងប្អូនប្រុសស្រីប្រមាណអ្នកក្នុងគ្រួសាររបស់អ្នក how many rooms are there in your house តើមានចំនួនបន្ទប់ប្រមាណនៅក្នុងផ្ទះរបស់អ្នកអញ្ចឹងគឺគេសួររកចំនួនបន្ទប់ណា there are 6 rooms in my house អូខេ there are 6 rooms in my house គឺមានចំនួន6បន្ទប់នៅក្នុងផ្ទះរបស់ខ្ញុំអូខេអញ្ចឹងគេសួរប្រយោគមួយទៀត what are they មានអ្វីខ្លះឧទាហរណ៍ there are a living room មានបន្ទប់ទទួលភ្ញៀវអូខេ there are a kitchen ឃើញទេមានផ្ទះបាយ there are dining room មានបន្ទប់ហូបបាយអូខេ a bathroom មានបន្ទប់អូខេបន្ទប់ងូតទឹក and 2 bedroom មានបន្ទប់ដេក2អញ្ចឹងគឺចំណុចកំហំនេះបើសិនណាយើងមានបន្ទប់ផ្សេងទៀតយើងអាចយកបន្ទប់ទាំងអស់ហ្នឹងយកមកដាក់នៅក្នុងនឹងបានណាអូខេយើងអាចពិពណ៌នាបានអូខេ there are living room មានបន្ទប់គេទទួលភ្ញៀវ there are kitchen គឺមានបន្ទប់ផ្ទះបាយមានផ្ទះបាយ and dining room មានបន្ទប់ហូបបាយ and a bedroom មានបន្ទប់ទឹក and 2 bedroom អូខេ bathroom មានបន្ទប់ទឹក and 2 bedroom មានន័យថាបន្ទប់គេពីរអូខេតើតទៅនឹងណាអូខេយើងមើលគ្នាតទៅនឹង how many នេះសួររកអ្វីដែលយើងរកចំនួនដែលយើងអាចរកបានអូខេhow many fridge អូខេ how many fridge មានន័យថាតើមានទូទឹកកកនៅក្នុងផ្ទះរបស់អ្នកប៉ុន្មានអញ្ចឹងយើងអាចថា there are 2 fridge in my home អញ្ចឹងគឺនៅពេលដែលយើង how many នេះសួររកចំនួនប្រើ there is and there are បើសិនតែយើងប្រើ there is មានន័យថាអ្វីហ្នឹងវាតែមួយគត់វាគឺជា singular វាឯកបច្ចនៈបើសិនតែយើងប្រើ there are មានន័យថារបស់ហ្នឹងអា fan ហ្នឹងក៏2អា fridge ហ្នឹងក៏2បើសិនណា TV នេះក៏2ដែរ2ឡើងទៅបើសិនណាយើងប្រើមួយយើងប្រើ there is បើសិនណាយើងប្រើមួយអូខេ there is fridge អូខេ a fridge in my home អូខេ there are 2 fridge in my home អញ្ចឹងបើសិនណាយើងប្រើ is វត្ថុហ្នឹងគឺមួយបើសិនណាយើងប្រើវត្ថុហ្នឹងគឺ2ឡើងទៅយើងចង់ចាំបើសិនណាយើងប្រើ how many fan in my house how many fan in my okay home how many TV in your home អានេះគឺប្រយោគទាំងអស់នេះ clear ទាំងអស់នេះគ្រាន់តែឲ្យយើងចងចាំថាចំណុចទាំងអស់នេះគឺយើងសួររកអ្វីមួយនៅក្នុងផ្ទះរបស់យើងឧទាហរណ៍តើតទៅនឹង fridge អូខេ fridge fan TV air conditioners and radios តើយើងសួររកចំនួន radio ប៉ុន្មាននៅក្នុងផ្ទះរបស់យើងបើសិនតែយើងមាន radio 3អូខេ there are 3 radios អូខេ 3 radios in my home គឺមាន radio 3នៅក្នុងផ្ទះរបស់ខ្ញុំអញ្ចឹង how much គេសួររកចំនួនតម្លៃអ្វីមួយឧទាហរណ៍ how much is it យើងសួររកចំនួនតម្លៃតើវាថ្លៃប៉ុន្មានបើសិនតែយើងភ្ជាប់ថា how many fans in my home អូខេយើងសួរខ្លួនឯងណាបើសិន how many fans in your home តើមាន
còn hào của má nó không tiềnរបស់អ្នកវិញបើសិនណា how many fan in my home តើមានកង្ហាប្រមាណនៅក្នុងផ្ទះរបស់ខ្ញុំគឺយើងសួររកខ្លួនឯងវិញណាអញ្ចឹងបើសិនណា how much is it នេះសួររកតម្លៃអូខេសួររកតម្លៃរបស់អ្វីមួយអូខេ how much is it យើងសួរថាអូខេ how much is it there are $1 អូខេ$1 there is $1 ឃើញទេ there is $1 គឺមានចំនួនតែ$1គាត់អញ្ចឹងគឺយើងសួររកតម្លៃអ្វីមួយណាយើងប្រើ how much is it បើសិនតែយើង how many សួររកចំនួនអ្វីដែលយើងអាចរកបាននៅក្នុងផ្ទះហ្នឹងយើងអាចរកបានអូខេអញ្ចឹងថ្ងៃនេះខ្ញុំសូមចែករំលែកអ្នកទាំងអស់គ្នាប៉ុណ្ណឹងសូមអរគុណសូមជម្រាបលា